Ok chânនៅក្នុង Marina Barrage នេះគឺជាកន្លែងដែលគេរៀបចំជាសារមន្ទីរមួយដែលគេរក្សាទុកនៅឯកសារផ្សេងពីការកកើតប្រទេសសិង្ហបុរីនេះជាមួយនឹងការដែលគេថែរក្សាកសាងប្រទេសនឹងឡើងមកពីដំបូងឡើងបែបម៉េចបច្ចុប្បន្នបែបម៉េចអញ្ចឹងណាហើយគេក៏បាននិយាយពីផែនការក្នុងថ្ងៃអនាគតដើម្បីថែរក្សាប្រទេសសិង្ហបុរីនេះឲ្យនៅជានិរន្តរ៍ដែលគេបានធ្វើការងារច្រើនមែនទែនហើយអ្វីដែលខ្ញុំបានចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺបច្ចេកទេសក្នុងការគ្រប់គ្រងគ្រោះធម្មជាតិទឹកជំនន់ពីសមុទ្រណាដែលអ្នកនាងឃើញជាឧទាហរណ៍ដែលគេធ្វើនៅខាងក្រោមឲ្យកូនសិស្សមើលហ្នឹងហើយក៏កន្លែងហ្នឹងគឺនៅជាប់នៅកន្លែងពិតជាក់ស្ដែងដែរនេះគឺជាកន្លែងពិតជាក់ស្ដែងដែលដូចទៅនឹងនៅក្នុងគេរៀបធ្វើជាឧទាហរណ៍ឲ្យយើងមើលតូចនឹងដែលអ្នកនេះឃើញនៅខាងនេះឃើញទឹករលកពីសមុទ្រមកគឺខ្លាំងមែនទែននៅខាងនេះទឹករលកមកខ្លាំងបើសិនជាអត់មានអីខាំងទេគឺខាងនេះគឺវាបុកទៅទីក្រុងទៅអីហ្នឹងគឺវាពិបាកអញ្ចឹងគេធ្វើអាស្ពានបន្ទាត់ទប់នៅកណ្ដាលនេះដែលយើងឃើញនៅការ sample នៅលើ sample អាតូចដែលគេបង្ហាញដែរអញ្ចឹងខាងនេះទឹករលកមកអញ្ចឹងវាទៅទប់ត្រឹមហ្នឹងអញ្ចឹងអ្នកនេះមើលខាងនេះគឺទឹកឡើងស្ងប់ធម្មតាអត់មានចលនាទឹកអីទេប៉ុន្តែដល់ឡែកខាងនេះគឺទឹករលកខ្លាំងហើយទោះបីជាទឹកខ្លាំងជាងនឹងក៏ដោយរលកបោកខ្លាំងជាងនឹងក៏ដោយក៏គេមានប្រព័ន្ធក្នុងការគ្រប់គ្រងក្នុងការប្រហូរទឹកចេញបូមទឹកចេញគឺវាអត់ឲ្យប៉ះពាល់ដល់ទីក្រុងខាងក្នុងនេះបានទេអញ្ចឹងអានេះគឺជាបច្ចេកទេសឆ្លាតវៃមួយដែលគេបានរៀបចំធ្វើនៅទីនេះដើម្បីគ្រប់គ្រងហានិភ័យទឹកជំនន់ទៅលើទីក្រុងរបស់គេអូខេអ្នកនរនេះឥឡូវថ្ងៃនេះគឺយើងបានធ្វើដំណើរមកដល់ Marina Barrage ចាំមើលចង់ដឹងថាខាងក្នុងនឹងមានអីខ្លះខ្ញុំក៏អត់ទាន់ដឹងអស់ដែរខ្ញុំបាន research អីមុនទេអញ្ចឹងទៅឃើញជាក់ស្ដែងខ្ញុំនឹងប្រាប់អ្នកនរនេះជាក់ស្ដែងថាមានអីខ្លះក្នុងនឹងជាអីអញ្ចឹងណាដើរចូលទៅកាន់ខាងក្នុងទាំងអស់គ្នាអូខេឃើញអីប្លែកណាអ្នកនរនេះបាទនៅនេះមានដើមត្នោតដែរនេះត្នោតមានផ្លែទៀតនិយាយទៅអ្នកសិង្ហបុរីនេះបកកែរឿងណាប្រមូលរបស់របរយកមកដាំយកមករក្សាទុកណានៅសួនកាលខ្ញុំទៅពីម្សិលមួយថ្ងៃនោះមានទាំងពីគ្រឿងទេសខ្មែរយើងស្លឹកគ្រៃម្ដេងអីនោះដើមកភ្លូដើមអីក៏មានដែរហើយមកនេះមានដើមត្នោតទៀតជើងដើមត្នោតនេះជាអត្តសញ្ញាណរបស់ខ្មែរយើងណាគេយកមកដាំនៅនេះបានហើយមានផ្លែដែរណាអូខេឥឡូវយើងចូលទៅខាងក្នុងគេចូលទៅអស់ហើយម្នាក់ឯង Let's go ឥឡូវនេះយើងដូរបរិយាកាសម្ដងហើយយើងដើរចដើរជើងម្ដងចដើរយន្តរាល់ថ្ងៃឥឡូវចដើរជើងម្ដងឥឡូវយើងមកដល់សារមន្ទីរ Sustainable Singapore Gallery ប៉ុន្តែគេឲ្យថតវីដេអូទេមិនដឹងថាមិនដែរចាំមើលចូលក្នុងបានថតអត់ទេតែគេដាច់ខាតគេឲ្យថតទេHave a pleasant day ahead. Thank you and bye bye. Thank you. Bye bye. Thank you. បាទពុកម៉ែបងប្អូនទេអញ្ចឹង Marina Barrage គឺមានតែប៉ុណ្្នឹងទេយើងត្រឡប់ចេញមកខាងក្រៅវិញហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ